អ្វីដែលចង់ជម្រាបជូនប្រិយមិត្តពុកម៉ែបងប្អូននៅថ្ងៃនេះគឺជាថ្ងៃទី7ខែមេសាឆ្នាំ2026និយាយអំពីសហរដ្ឋអាមេរិកប្រើប្រាស់នៅយន្តហោះចម្បាំងយោធាជាង170គ្រឿងនៅក្នុងប្រតិបត្តិការជួយសង្គ្រោះនៅពីលិតរបស់សហរដ្ឋអាមេរិកដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់នៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ដោយប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំកាលពីថ្ងៃច័ន្ទទី6ខែមេសាឆ្នាំ2026នឹងបាននិយាយថាយន្តហោះយោធារបស់សហរដ្ឋអាមេរិកជាច្រើនគ្រឿងប្រមាណជា170គ្រឿងដែលត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះពីលុតយន្តហោះចម្បាំងមួយគ្រឿងដែលត្រូវបានប្រទេសអ៊ីរ៉ង់បាញ់ទម្លាក់លោកដូណាល់ត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមានថាយន្តហោះ21គ្រឿងដែលត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះពីលុតទី1ចំណែកឯ155គ្រឿងទៀតគឺត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះពីលុតទី2លោកដូណាល់ត្រាំបានបន្ថែមថាយន្តហោះយោធាដឹកជញ្ជូន2គ្រឿងដែលត្រូវបានផុងនៅក្នុងខ្សាច់ហើយយោធារបស់សហរដ្ឋអាមេរិកបានសម្រេចចិត្តបំផ្ទុះកំទេចចោលទាំង2គ្រឿងនេះតែម្ដងប្រសើរជាងទុកឲ្យធ្លាក់ចូលទៅក្នុងដៃនៃប្រទេសអ៊ីរ៉ង់គឺមានន័យថានៅក្នុងរយៈពេលនៃការប្រតិបត្តិការជួយសង្គ្រោះពីលុតរបស់សហរដ្ឋអាមេរិកនេះគឺសហរដ្ឋអាមេរិកប្រើប្រាស់នៅយន្តហោះប្រមាណជា170គ្រឿងនៅក្នុងចំណោម170គ្រឿងហ្នឹងគឺគេបែងចែកជា2ដំណាក់កាលទី1គឺ21គ្រឿងគ្រឿងហ្នឹងគឺគេជួយពីលុតដំបូងគេបើយើងនិយាយថយក្រោយបន្តិចទៅគឺមានន័យថានៅក្នុងយន្តហោះចម្បាំង F-15E ដែលត្រូវបានប្រទេសអ៊ីរ៉ង់បាញ់ទម្លាក់នៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់នៅក្នុងយន្តហោះចម្បាំងហ្នឹងគឺមានមនុស្ស2នាក់មនុស្សទី1គឺជាអ្នកបើកបរនៅយន្តហោះចម្បាំង F-15E មនុស្សទី2គឺជាអ្នកបញ្ជានៅប្រព័ន្ធបាញ់មីស៊ីលឬក៏ប្រព័ន្ធគ្រប់គ្រងអីផ្សេងៗអញ្ចឹងនៅពេលដែលប្រទេសអ៊ីរ៉ង់គេបានបាញ់ទម្លាក់នៅយន្តហោះចម្បាំងនេះពីលុតទាំងពីរដែលបានលោតចេញពីយន្តហោះនេះអញ្ចឹងពីលុតទី1គឺសហរដ្ឋអាមេរិកគេបានបញ្ជាក់ថានៅក្នុងប្រតិបត្តិការជួយសង្គ្រោះពីលុតនេះគឺត្រូវប្រើប្រាស់នៅយន្តហោះរហូតដល់ទៅ21គ្រឿងនៅក្នុងការជួយពីលុតទី1ចំណែកឯពីលុតទី2វិញប្រើយន្តហោះរហូតដល់ទៅ155គ្រឿងឯណោះនៅក្នុងការជួយសង្គ្រោះនៅពីលុតទី2នេះហើយនៅក្នុងប្រតិបត្តិការនេះទៀតសោតសហរដ្ឋអាមេរិកគេបានបញ្ជាក់ថាយន្តហោះដឹកជញ្ជូនដែលមានឈ្មោះថា C-130 ហ្នឹងគឺត្រូវបានជាប់ផុងនៅក្នុងខ្សាច់ហើយយោធារបស់សហរដ្ឋអាមេរិកហ្នឹងគឺគេបានសម្រេចចិត្តកំទេចនៅយន្តហោះទាំង2គ្រឿងនេះចោលតែម្ដងជាជាងទុកឲ្យធ្លាក់ចូលទៅក្នុងដៃរបស់កងទ័ពរបស់ប្រទេសអ៊ីរ៉ង់អញ្ចឹងនេះគឺជាប្រតិបត្តិការយោធាដ៏ពិសេសមួយនៅក្នុងប្រតិបត្តិការជួយសង្គ្រោះពីលុតរបស់សហរដ្ឋអាមេរិកហើយគួរបញ្ជាក់ថាកាលពីសប្តាហ៍មុនយន្តហោះចម្បាំងសហរដ្ឋអាមេរិក F-15E ចំនួន1គ្រឿងដែលត្រូវបានប្រទេសអ៊ីរ៉ង់បាញ់ទម្លាក់ហើយយន្តហោះចម្បាំង F-15E គឺមានពីលុតចំនួន2នាក់ម្នាក់ហ្នឹងគឺជាអ្នកបើកចំណែកឯម្នាក់ទៀតគឺជាអ្នកអង្គុយនៅខាងខាងក្រោយដើម្បីបញ្ជាទៅលើប្រព័ន្ធអាវុធរបស់យន្តហោះចម្បាំង F-15E នេះហើយយន្តហោះចម្បាំង F-15E គឺអាចហោះបាននៅក្នុងល្បឿន3018គីឡូម៉ែត្រនៅក្នុងរយៈពេល1ម៉ោងហើយនឹងអាចផ្ទុកគ្រាប់បែកបានរហូតដល់ទៅទម្ងន់20000ផោនអ៊ីរ៉ង់វិញគេបានអះអាងថាពួកគេគឺបានបាញ់កំទេចនៅយន្តហោះ C-130 ចំនួន2គ្រឿងរបស់សហរដ្ឋអាមេរិករួមទាំងឧទ្ធម្ភាគចក្រ Black Hawk ចំនួន2គ្រឿងនៅក្នុងខេត្ត Isfahan ជាទីដែលប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើងអញ្ចឹងសហរដ្ឋអាមេរិកគេបានបញ្ជាក់ថាយន្តហោះដឹកជញ្ជូន C-130 នេះគឺត្រូវបានជាប់ផុងនៅក្នុងដីខ្សាច់អញ្ចឹងហើយយោធារបស់សហរដ្ឋអាមេរិកគឺគេសម្រេចចិត្តកំទេចចោលតែម្ដងជាជាងទុកឲ្យធ្លាក់ចូលទៅក្នុងដៃរបស់ប្រទេសអ៊ីរ៉ង់ចំណែកឯប្រទេសអ៊ីរ៉ង់វិញគេបានចេញមកបញ្ជាក់ថាគេបានបាញ់កំទេចនៅយន្តហោះ C-130 ចំនួន2គ្រឿងរបស់សហរដ្ឋអាមេរិករួមទាំងឧទ្ធម្ភាគចក្រ Black Hawk ចំនួន2គ្រឿងនៅក្នុងខេត្ត Isfahan ផងដែរអញ្ចឹងសរុបសេចក្តីមកនៅក្នុងប្រតិបត្តិការជួយសង្គ្រោះពីលុតរបស់សហរដ្ឋអាមេរិកនេះគឺត្រូវចំណាយយន្តហោះរហូតដល់ទៅ170គ្រឿងហើយនៅក្នុង170គ្រឿងនេះគឺគេបែងចែកជា2ដំណាក់កាលទី1គឺ21គ្រឿងគឺជួយសង្គ្រោះពីលុតទី1គឺពីលុតដែលជាអ្នកបើកចំណែកឯដំណាក់កាលទី2វិញគឺត្រូវប្រើប្រាស់យន្តហោះរហូតដល់ទៅ155គ្រឿងដើម្បីជួយសង្គ្រោះនៅពីលុតទី2ហើយនៅក្នុងប្រតិបត្តិការនេះទៀតសោតក៏មានការចូលរួមពីក្រុមចារកម្មរបស់ប្រទេសអ៊ីស្រាអែលផងដែរឥឡូវនេះយើងចង់ដឹងថាតើបេសកកម្មជួយសង្គ្រោះពីលុតយន្តហោះចម្បាំងសហរដ្ឋអាមេរិក F-15E ដែលប្រទេសអ៊ីរ៉ង់បាញ់ទម្លាក់នៅក្នុងប្រតិបត្តិការនោះតើវាយ៉ាងម៉េចវាដូចម្ដេចដែរប្រិមិត្តពុកម៉ែបងប្អូនប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានប្រកាសថាពីលុតសហរដ្ឋអាមេរិកម្នាក់ដែលបាត់ខ្លួន
ក្រោយយន្តហោះចម្បាំង F-15E មួយគ្រឿងដែលត្រូវបានបាញ់ទម្លាក់នៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់ដែលត្រូវបានជួយសង្គ្រោះចេញពីទីនោះដោយជោគជ័យហើយគឺកាលពីថ្ងៃអាទិត្យទី5ខែមេសាឆ្នាំ2026គឺនៅក្នុងប្រតិបត្តិការពិសេសមួយគឺជួយដោយកងទ័ពពិសេសរបស់សហរដ្ឋអាមេរិកឬក៏គេហៅថាកម្មាំងដូពិសេសពីឡុតខាងលើគឺជាពីឡុតម្នាក់ចុងក្រោយគេនៅក្នុងចំណោមពីឡុតសហរដ្ឋអាមេរិកចំនួន2នាក់ពីឡុតម្នាក់ដំបូងគឺត្រូវបានកងកម្លាំងយោធាសហរដ្ឋអាមេរិកជួយសង្គ្រោះបានភ្លាមៗក្រោយការបាញ់ទម្លាក់នៅយន្តហោះគឺកាលពីថ្ងៃសុក្រសប្តាហ៍មុននៅឯភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ហើយបើតាមមន្ត្រីសហរដ្ឋអាមេរិកការជួយសង្គ្រោះពីឡុតចុងក្រោយគេបំផុតគឺប្រព្រឹត្តទៅដោយជោគជ័យគឺបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាងកងកម្មាំងដូពិសេសសហរដ្ឋអាមេរិកហើយនិងកងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់ដើម្បីនាំរូបគេចាក់ចេញពីប្រទេសអ៊ីរ៉ង់ហើយលោកដូណាល់ត្រាំអះអាងថាពុំមានទាហានសហរដ្ឋអាមេរិកណាម្នាក់បាត់បង់អាយុជីវិតឬក៏រងរបួសធ្ងន់ធ្ងរនៅក្នុងប្រតិបត្តិការជួយសង្គ្រោះនោះឡើយប៉ុន្តែបានបន្ថែមថាពីឡុតរងរបួសពីឡុតទាំងពីរនាក់ដែលជិះនៅលើយន្តហោះចម្បាំង F-15E ចុចប៊ីតុងលោតចេញពីយន្តហោះទាន់ពេលវេលាពីឡុតទី1គឺត្រូវបានជួយសង្គ្រោះភ្លាមៗរីឯប្រតិបត្តិការស្វែងរកនិងសង្គ្រោះពីឡុតទី2គឺបានធ្វើឡើងជាបន្តបន្ទាប់ហើយនៅក្នុងករណីចាំបាច់ដាច់ដោយឡែកមួយទៀតគឺកាលពីថ្ងៃសុក្រសប្តាហ៍មុនផងដែរយន្តហោះយោធាសហរដ្ឋអាមេរិកមួយគ្រឿងផ្សេងទៀតជាប្រភេទធុន A-10 វ៉ាថុងគឺបានធ្លាក់នៅក្នុងតំបន់ឈូងសមុទ្រពាក់ហើយនៅអំឡុងនោះពីឡុតក៏ត្រូវបានជួយសង្គ្រោះផងដែរថាតើប្រតិបត្តិការជួយសង្គ្រោះប្រព្រឹត្តទៅយ៉ាងដូចម្តេចកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានជំរុញភ្លាមៗឲ្យប្រជាជននៅក្នុងតំបន់ឈូងសមុទ្រចូលរួមគ្នាជាមួយនឹងកងកម្លាំងសន្តិសុខដើម្បីតាមស្វែងរកពីឡុតសហរដ្ឋអាមេរិក2នាក់ដែលជាអ្នកបញ្ជាប្រព័ន្ធបាញ់កាំភ្លើងរបស់យន្តហោះចម្បាំង F-15E គឺកាលពីថ្ងៃសុក្រគណៈដែលការរំពឹងថាអ៊ីរ៉ង់ចង់ចាប់ខ្លួនពីឡុតសហរដ្ឋអាមេរិករូបនេះឲ្យបានដើម្បីដាក់សម្ពាធទៅលើសហរដ្ឋអាមេរិកនៅឯលើតុចរចាកងកម្មាំងដូពិសេសសហរដ្ឋអាមេរិកដែលមានឈ្មោះថា Navy SELA Team 6បានជួយសង្គ្រោះនៅពីឡុតនៅក្នុងប្រតិបត្តិការមួយដែលមានការចូលរួមពីកងកម្មាំងដូរាប់រយនាក់និងមន្ត្រីយោធាជាច្រើនអ្នកផ្សេងទៀតបានធ្វើប្រតិបត្តិការយ៉ាងជ្រៅនៅក្នុងទឹកដីរបស់សត្រូវ Navy SEAL គឺជាកងកម្មាំងដូពិសេសដែលធ្លាប់បានចូលរួមនៅក្នុងប្រតិបត្តិការពិសេសតាមប្រមាញ់និងសម្លាប់អតីតមេដឹកនាំអាកាយដាគឺអូសាម៉ាប៊ិនឡាដិនគឺកាលពីឆ្នាំ2011ផងដែរបន្ទាប់ពីចុចប៊ីតុងលោតចេញពីយន្តហោះចម្បាំងពីឡុតសហរដ្ឋអាមេរិកបានសម្ងំលាក់ខ្លួននៅឯតំបន់ជួរភ្នំមួយរបស់ប្រទេសអ៊ីរ៉ង់រូបគេគឺបានគេចពីកងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់អស់រយៈពេលជាង24ម៉ោងនៅឯជួរភ្នំមួយដែលមានកម្ពស់ដល់ទៅ2100ម៉ែត្រតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់កងកម្លាំងសហរដ្ឋអាមេរិកដំបូងឡើយមិនអាចកំណត់ទីតាំងរបស់ពីឡុតនេះបាននោះទេប៉ុន្តែមិនយូរប៉ុន្មានពួកគេបានរកឃើញនៅកន្លែងលាក់ខ្លួនរបស់ពីឡុតរូបនោះតាមរយៈឧបករណ៍ចាប់សញ្ញាមួយគ្រប់ពីឡុតយន្តហោះចម្បាំងសុទ្ធតែត្រូវបានបំពាក់ដោយឧបករណ៍ឲ្យសញ្ញាតាក់ទងដើម្បីងាយស្រួលតាក់ទងជាមួយនឹងក្រុមអ្នកជួយសង្គ្រោះប៉ុន្តែព្រមពេលជាមួយគ្នាពីឡុតយន្តហោះចម្បាំងក៏ត្រូវបានបណ្ដុះបណ្ដាលផងដែរកុំឲ្យផ្ដល់សញ្ញាពីទីតាំងរបស់ខ្លួនជាប់លាប់ឬក៏រឹតបន្តឹងទៅលើការប្រើប្រាស់ឧបករណ៍ឲ្យសញ្ញាតាក់ទងដើម្បីបញ្ជាកុំឲ្យសត្រូវចាប់បានទីតាំងរបស់ពួកគេនៅក្នុងប្រតិបត្តិការជួយសង្គ្រោះទីភ្នាក់ងារស៊ើបការសម្ងាត់សហរដ្ឋអាមេរិក CIA ក៏បានចូលរួមចំណែកយ៉ាងសកម្មខ្លាំងក្លាផងដែរជាជំហានដំបូង CIA បានផ្សព្វផ្សាយនៅពាក្យចចាមអារាមដើម្បីបញ្ឆោតកងកម្លាំងសន្តិសុខអ៊ីរ៉ង់ដោយធ្វើឲ្យពួកគេច្របូកច្របល់ជាមួយនឹងការប្រកាសពីពីឡុតរបស់សហរដ្ឋអាមេរិកដែលត្រូវបានជួយសង្គ្រោះរួចហើយនិងកំពុងតែត្រូវបានបញ្ជូនចេញពីទឹកដីរបស់ប្រទេសអ៊ីរ៉ង់តាមផ្លូវគោកបន្ទាប់ពីផ្ទៀងផ្ទាត់អត្តសញ្ញាណពីឡុតទាំងពីរថាកំពុងតែស្ថិតនៅក្នុងទីតាំងលាក់ខ្លួនតែម្នាក់ឯងកងកម្លាំងដូពិសេសសហរដ្ឋអាមេរិកបានរងចាំរហូតដល់ពេលយប់ដើម្បីធ្វើសកម្មភាពហើយនៅក្នុងនោះគឺមានទាំងប្រតិបត្តិការពិសេសដែលមានការចូលរួមពីអធិបតេយ្យចក្រជាច្រើនគ្រឿងដែលផ្ទុកដោយកងកម្លាំងដូហើយនៅក្នុងប្រតិបត្តិការជួយសង្គ្រោះនោះយន្តហោះយោធារបស់សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកនិងបើកការវាយប្រហារដើម្បីរារាំងកុំឲ្យកងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់ចូលទៅក្បែរទីតាំងដែលពីឡុតសហរដ្ឋអាមេរិកកំពុងតែលាក់ខ្លួនហើយកងកម្លាំងដូពិសេសសហរដ្ឋអាមេរិកក៏បានបើកការបាញ់ប្រហារ
ដើម្បីរារាំងមិនឲ្យកងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់ចូលទៅកាន់ទីតាំងជួយសង្គ្រោះនៅក្នុងពេលដែលកងកម្មាំងដូសហរដ្ឋអាមេរិកបានរកឃើញពីលុតរបស់សហរដ្ឋអាមេរិកនោះពីលុតរូបនោះត្រូវបានដឹកតាមបឋមភេកចក្រឆ្ពោះទៅកាន់តំបន់វាលខ្សាច់មួយដែលជាទីដែលយន្តហោះយោធា C-132 គ្រឿងរងចាំរួចជាស្រេចដើម្បីដឹកកងកម្មាំងដូពិសេសនិងពីលុតឆ្ពោះទៅកាន់គុយវ៉ែតប៉ុន្តែយន្តហោះ C-130 ទាំងពីរគ្រឿងនោះគឺបានជាប់ផុងនៅក្នុងខ្សាច់ដែលមិនអាចរើទៅណារួចទើបយោធាសហរដ្ឋអាមេរិកសម្រេចចិត្តបញ្ជូននៅយន្តហោះថ្មីទៅដឹកកងកម្មាំងដូពិសេសសហរដ្ឋអាមេរិកពីលុតរូបនោះហោះចេញពីអ៊ីរ៉ង់ដោយសុវត្ថិភាពយោធាសហរដ្ឋអាមេរិកបានបំផ្ទុះបំផ្លាញនៅយន្តហោះ C-130 ពីរគ្រឿងចោលតែម្ដងជាជាងទុកឲ្យធ្លាក់ចូលទៅក្នុងដៃរបស់ប្រទេសអ៊ីរ៉ង់គេបានអះអាងថាពួកគេបានកំទេចនៅយន្តហោះ C-130 ចំនួន2គ្រឿងរបស់សហរដ្ឋអាមេរិករួមទាំងអធិបតេយ្យចក្រ Black Hawk ចំនួន2គ្រឿងផងដែរនៅក្នុងខេត្ត Isfahan ជាទីដែលប្រតិបត្តិការជួយសង្គ្រោះបានធ្វើឡើងយន្តហោះចម្បាំង F-15E ដែលជាយន្តហោះចម្បាំងចំនួនទី4មិនមានសមត្ថភាពបំបាំងកាយពីប្រព័ន្ធរ៉ាដាដោយយន្តហោះចម្បាំងចំនួនទី5ដូចជា F-22 F-35 នោះទេ F-15E បានធ្វើប្រតិបត្តិការហោះហើរជាលើកដំបូងនៅក្នុងឆ្នាំ1986យន្តហោះចម្បាំងនេះគឺមានសមត្ថភាពវាយប្រហារពីលើអាកាសទៅលើដីគោកនិងប្រយុទ្ធនៅលើអាកាសផងដែរយន្តហោះចម្បាំង F-15E ក៏ធ្លាប់ត្រូវបានដាក់ពង្រាយផងដែរសម្រាប់ការប្រើប្រាស់ដោយយោធាសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមនៅអ៊ីរ៉ាក់លីប៊ីនិងសេរីផងដែរយន្តហោះចម្បាំង F-15E មានពីលុតចំនួន2នាក់ម្នាក់ជាពីលុតខាងមុខដែលជាអ្នកបើកយន្តហោះចំណែកឯម្នាក់ទៀតគឺអង្គុយកៅអីខាងក្រោយគឺជាអ្នកបញ្ជាលើប្រព័ន្ធបាញ់របស់យន្តហោះចម្បាំង F-15E នេះយន្តហោះចម្បាំង F-15E នេះគឺអាចហោះនៅក្នុងល្បឿន 3018 គីឡូម៉ែត្រនៅក្នុងរយៈពេល1ម៉ោងនិងអាចផ្ទុកនៅគ្រាប់បែកដែលមានទម្ងន់រហូតដល់ទៅ 20,000 ផោនឬជាង 9071 គីឡូក្រាម